សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានរង្វាន់ពីម៉ាក់របស់ខ្ញុំពីការធ្វើជាពៅប្រៃដាក់ក្រូចឆ្មាបងប្អូនចង់ធ្វើតាមអាចចូលមើលទាំងអស់គ្នាតោះយើងចូលមើលដាក់មានជាពៅម្ទេសក្រូចឆ្មាខ្ទឹមសនិងប៊ីចេងហើយដាក់ម្ទេសថែមក្រោយតិចទៀតនិងក្រូចឆ្មាដើម្បីឲ្យមានជាតិជូរហើយនឹងហឹរតិចហូបស្រួយឆ្ងាញ់ហូបជាមួយនឹងបាយកកបាយក្តៅនិងបបរហូបទៅឆ្ងាញ់បើបងប្អូនហូបទៅឆ្ងាញ់អាចធ្វើម្ដងទៀតហូបជាមួយនឹងបបរបើឆ្ងាញ់សូមខមមិនក្នុងវីដេអូនេះផងហូបទៅឆ្ងាញ់ខ្លាំងនេះខ្ញុំកំពុងតែហូបនេះឆ្ងាញ់ខ្លាំងមែនតើឃើញខ្ញុំធ្វើមេដៃអត់